皆さんこんにちはចឹងយើងជួបគ្នាទៀតនៅក្នុងមេរៀនទី9ហើយចឹងមេរៀនទី9របស់យើងគឺផ្ដោតសំខាន់ទៅលើបវសកម្មតើមេរៀននេះបវសកម្មយើងនឹងវាប្រើបានជាមួយនឹងអីខ្លះចឹងទី1របស់យើងនឹងគឺប្រើជាមួយនឹងពាក្យថា ski ហើយ ski ហើយចឹង ski អត្ថន័យជាខ្មែររបស់យើងមានន័យថាចូលចិត្តហើយចឹងយើងប្រើជាមួយនឹងបវសកម្ម ski des ហើយចូលចិត្ត1番私はビールが好きでខ្ញុំចូលចិត្តស្រាបៀរហើយខ្ញុំចូលចិត្តស្រាបៀរ2番私はビールがとても好きでខ្ញុំចូលចិត្តបៀរខ្លាំងអញ្ចឹងពាក្យとてもហ្នឹងយើងរៀនមុនគឺមានណាស់ហើយណាស់អញ្ចឹងតែយើងមើលរូបបេះដូងមក4បេះដូងណាអញ្ចឹងចូលចិត្តខ្លាំងមែនតើណា3番私はケーキが好きでខ្ញុំចូលចិត្តខេកហើយនំខេកអញ្ចឹងកាទី1របស់យើងគឺប្រើជាមួយនឹងពាក្យថា ski ហើយគឺចូលចិត្តបង្ហាញពីអារម្មណ៍ទី2របស់យើងហ្នឹងគឺពាក្យថា kirai ហើយ kirai ហ្នឹងបកជាខ្មែរមានថាស្អប់ហើយមិនចូលចិត្តអញ្ចឹងក៏ប្រើជាមួយនឹងកាដែរបង្ហាញពីអារម្មណ៍ផ្ទុយអំពីពាក្យថា ski1番私はビールが嫌いでខ្ញុំស្អប់ស្រា私はビールが好きじゃありませんខ្ញុំមិនចូលចិត្តស្រាបៀរតែប៉ុន្តែកន្លែងហ្នឹងវាមានន័យដូចគ្នាទេរវាង kirai ជាមួយនឹង ski じゃありません kirai យើងបកថាស្អប់តែប៉ុន្តែកន្លែងហ្នឹងយើងបើយើងនិយាយថាស្អប់មានថាភាគរយដែលយើងញ៉ាំស្រាហ្នឹងវាសឹងអត់សក់វាអត់មានសក់ហ្មងតែបើយើងនិយាយថា ski ចាអរិមាសែនអាន័យវារៀងទន់ភ្លន់បន្តិចយើងអត់ចូលចិត្តញ៉ាំស្រាអញ្ចឹងនៅក្នុងហ្នឹងយើងអាចប្រៀបធៀបតទៅនឹងកម្រិតរបស់វាដូចជា beruga amari ski ចាអរិមាសែនអត់សូវចូលចិត្តបៀមិនសូវ beruga ski ចាអរិមាសែនមិនចូលចិត្ត biruga kirai ដែរអញ្ចឹងស្អប់មកអញ្ចឹងកំណត់របស់វាបែបហ្នឹងបើយើងនិយាយថា kirai មានថាយើងស្អប់យើងអត់ដែរផឹកអត់ដែរប៉ះហ្មងបន្តមកទៀតយើងចូលមកដល់ចំណុចទី3របស់យើងគឺតកតងទៅនឹងពាក្យថាជំនាញឬក៏ពូកែអញ្ចឹងពូកែឬមួយក៏ជំនាញហ្នឹងគេហៅថាចូលសឹកអញ្ចឹងតកតងទៅនឹងសមត្ថភាពក៏យើងប្រើបវសកម្មដែរហើយទី1 karaoke កចូលសឹកដែរហើយពូកែ karaoke មានថាគាត់ពូកែច្រៀង karaoke ហើយkaraoke កហេតាដែរខ្ញុំគឺមិនពូកែច្រៀងទៅគឺស្ដាប់សឹងតែបែបតិចអញ្ចឹងយើងក៏អាចប្រើបវសកម្មជាមួយនឹងភាពប៉ិនប្រសប់ឬក៏សមត្ថភាពរបស់យើងដែរទី5របស់យើងគឺតកតងទៅនឹងពាក្យថាវាការីម៉ាជាមួយនឹងពាក្យអារីម៉ាអញ្ចឹងរយៈក៏យើងអាចប្រើជាមួយនឹងពាក្យមានថាយល់ក៏ចេះហើយឬក៏អារីម៉ានឹងមានអញ្ចឹងវាបង្ហាញពីលទ្ធភាពអីដែរហើយសមត្ថភាពលទ្ធភាពអញ្ចឹងគេប្រើជាមួយនឹងកៈដែរទីហៅថា hiragana កៈវាការីម៉ាហើយខ្ញុំចេះ hiragana ឬខ្ញុំយល់ hiragana អញ្ចឹងYamada សាងវ៉ាគឺម៉ាកអារីម៉ា Yamada ហ្នឹងគឺគាត់មានឡានអញ្ចឹងវាបង្ហាញពីលទ្ធភាពណាមានអញ្ចឹងទៅអញ្ចឹងតកតងទៅនឹងបវសកម្មរបស់យើងគឺប្រើបានជាមួយនឹងគុណនាមឬក៏គេហៅស័ព្ទមួយចំនួនហើយដូចជាវការីម៉ាហើយជាដើមអញ្ចឹងវីដេអូហ្នឹងយើងclip ធំហ្នឹងសិនហើយ stop ធំហ្នឹងសិនអញ្ចឹងយើងនឹងជួបគ្នាវីដេអូទី2នៅក្នុងមេរៀនទី9ដែរ Arigatou gozaimasu